ពុកម៉ែបងប្អូនពូមីងតាយើងទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងធ្វើវីដេអូមួយដែលនិយាយអំពីដំណើរទៅស្រុកកំណើតអញ្ចឹងអ្នកនរគ្នាជាមួយបងប្អូនគ្នាថាការធ្វើដំណើរទៅស្រុកកំណើតហ្នឹងវាមានឧបសគ្គអ្វីខ្លះអញ្ចឹងបាយឈប់អ្នកនរគ្នាពិតជាឆ្ងល់ហើយត្រូវថាខ្ញុំទៅស្រុកកំណើតអីក៏ខ្ញុំត្រូវពាក់កាតអញ្ចឹងតាមមើលតិចទៀតទាំងអស់គ្នាជួយកាត់ខ្ញុំមកខ្ញុំមិនដឹងថាខ្ញុំកើតរឿងអីហើយខ្ញុំទៅស្រុកម្ដងចូលនិយាយថាអត់ដឹងមិនទេបន្តខ្ញុំជិះតាមផ្លូវស្រាប់តែវាខូចអើយឡើងគៀងត្រូវទៅស្រុកអីហ្នឹងយេ finally ខ្ញុំនៅតែអាចមកសាលាបានដែរហើយអ្នកនរគ្នាដឹងអត់ថាមូលហេតុអីនេះជាមូលហេតុដែលខ្ញុំពាក់កាតអញ្ចឹងចាំមើលតិចទៀតទាំងអស់គ្នាហើយខ្ញុំមកក៏តន់ប្រាប់ដែរថាខ្ញុំមកនឹងដើម្បីអីគេអញ្ចឹងអ្នកនរគ្នាមើលលេងសិនទៅអញ្ចឹងពីដំបូងលោកអគ្គនាយកគាត់បាននិយាយអីតិចតួចហើយតបមកមានគេឡើងនិយាយអំពីចែករំលែកបទពិសោធន៍ហើយយើងក៏បានអង្គុយស្ដាប់គេចឹងទៅតែពិតមានស្ដាប់ទេនៅជឿថត selfie អីណានៃពីអ្នកមិត្តភក្តិហ្នឹងអើយហើយបើគេសួរថានិយាយពីគេខ្លាំងស្រួលគ្មានដឹងអីទេច្រឡំនិយាយការពិតស្រួលពួកគេចំណាំមុខប្រោយនិយាយលេងអ្នកនរគ្នាដោយសារពេលហ្នឹងកម្មវិធីគេសម្រាប់ពេលចឹងទៅខ្ញុំថតលេងទៅគ្នាឃើញអ្នកនឹងកំពុងធ្វើអញ្ចឹងតាមពិតដល់ fake ជេធ្វើខ្លួនឯងណារងចាំលទ្ធផលហើយភ័យពេលឮគេហៅឈ្មោះថាដឹងមិនមកចិត្តដល់គេហៅឈ្មោះនេះធ្វើម៉េចទៅពេលនោះ fake សាហាវហើយពេលនោះគេសម្ដែងធ្វើរន្ធត់អីណាគ្នាកុំប្រកាន់ខ្ញុំអត់ដឹងមកចេះខ្ញុំទូចេះណាប៉ុន្តែខ្ញុំតើអីដើរអីលឿនខ្ញុំឆ្ងល់ខ្លួនឯងដល់ហើយតើឥឡូវយើងកុំសំតប៉ែច្រើនខ្ញុំរៀបរាប់ហ្មងទៅខ្ញុំមកជួបបាន top 5ហ្នឹងគឺដោយសារតែខ្ញុំប្រកួត mini Facebook contest ដោយសារខាងសាលាខ្ញុំគេមានកម្មវិធីប្រកួតប្រជែងច្រើនមែនតើហើយទាំងអស់នោះក៏មានដូចជាការប្រកួតថតជា mascot ដាក់ឈ្មោះហើយនឹងខ្លាចជា top fan អញ្ចឹងយើងគ្រាន់តែខ្លាចជា top fan សាលាក៏យើងអាចខ្លាយទៅជាអ្នកទទួលរង្វាន់បានដែរអញ្ចឹងសរុបវិញអ្នកដែលបាន top fan ហ្នឹងគឺអាស្រ័យទៅលើអ្នកដែលបានចូលរៀនចុះឈ្មោះផ្ទាល់នៅសាលា Khmer ហ្នឹងមិនចេះនិយាយបបអញ្ចឹងឥឡូវយើងមកមើលវីដេអូចឹងមកទៅហើយឥឡូវក៏យើងថតរូបជុំគ្នាតែម្ដងអញ្ចឹងអ្នកនរគ្នាចង់បានដូចខ្ញុំមកគ្រាន់តែលេង Facebook សោះក៏បានលុយដែរនេះបើចង់បានអញ្ចឹងមកចុះឈ្មោះរៀននៅសាលា Khmer មកយើងលេង Facebook សោះក៏យើងបានលុយដែរដែលគ្រាន់តែចុះ share ដូចជា like page ហើយយើងបានខ្លាចជា top fan ក៏យើងទទួលបានប្រាក់ពីខាងសាលាដែរខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាមួយទៀតកុំភ័យគឺដោយសារខាងសាលាគេរើដល់តែ20នាក់ឯណោះក្នុងមួយ content ចឹងហើយយើងចាំការទៀតឱកាសយើងរលុយហើយជានិស្សិតអែមែនតើបន្ទាប់ពីយើងថតរូបជុំគ្នាហើយកម្មវិធីក៏បានបញ្ចប់ហើយយើងក៏បានត្រឡប់ទៅផ្ទះវិញអញ្ចឹងឥឡូវចាំការទៀតខ្ញុំក៏បានចាក់ចេញពីទីក្រុងភ្នំពេញមកស្រុកកំណើតយើងវិញហើយនោះគឺម្នាក់ម្ដាយខ្ញុំធ្វើម្ហូបដែលខ្ញុំចូលចិត្តស្រឡាញ់គាត់ខ្លាំងហើយមួយទៀតដើម្បីខ្ញុំមកហ្នឹងគឺនេះFacebookខ្ញុំគឺខ្ញុំនឹកនាងខ្លាំងណាស់តែពិតមែនទេគេនឹកខ្ញុំដើម្បីខ្ញុំភ្ញាក់អីគេទេឥឡូវវីដេអូរបស់យើងក៏បានជានាទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះ Bye bye see you again ហើយមួយទៀត